រៀបសួរលោកគ្រូទាំងអស់ថ្ងៃនេះខ្ញុំចង់បង្ហាញពីរបៀបកំណត់នីតិរូបមន្តចងនីតិអូតូតាមរយៈទូរស័ព្ទដៃក្នុងទូរស័ព្ទដៃនេះគឺប្រើប្រាស់កម្មវិធីមួយមានឈ្មោះថា Google Sheet ដែលគេសេកាត់តែ Sheet SHEETS ហ្នឹងចឹងយើងមើលគ្រូនេះមួយឧទាហរណ៍ថាខ្ញុំនេះជារូបមន្តដែលខ្ញុំបានកំណត់ឲ្យស្រេចនេះកន្លែងអក្សរ F ពណ៌ក្រហមនេះខ្ញុំកំណត់ឲ្យស្រេចហើយមុនវាលោតទៅខាងក្រោមនេះអញ្ចឹងបើសិនជាអ្នកគ្រូបានបន្ទុកមកយើងគាត់តែចុចចូលទៅនេះមកឧទាហរណ៍ថាបន្ទុក135ព្រោះគណិតថ្នាក់ទី10វាបន្ទុក150ហើយយើងដាក់135តែយើងមើលកន្លងនេះវាលោតអីតែយើងthích cấpនេះវាលោតទៅ A នេះឧទាហរណ៍ថានេះបានបន្ទុក74ចា74ចឹងជាក្រមមជ្ឈិមភាគយើងតិចពឹបនេះវាលោតអក្សរ F ក៏តែអានេះបន្ទុកតែ110ថា110ចា110តិចពឹបវាលោតទី C អូតូតែម្ដងចឹងដើម្បីឲ្យបានរូបមន្តរបៀបនេះធ្វើយ៉ាងម៉េចគឺយើងតាមដានទាំងអស់គ្នាឥឡូវខ្ញុំលុបទិន្នន័យនេះចូលទាំងអស់វិញចុចលើវាមួយខ្ញុំទៅកត់ផ្លេចចំណុចមូលខ្មៅស្ដាំអូសក្រោមកត់ទៅវាចុចពាក្យថា clear នៅខាងស្ដាំដៃមួយគឺលុបអស់ហើយអានេះអញ្ចឹងដែរចុចលើវាខ្ញុំទៅកត់នៅទូរស័ព្ទដៃតែយើងប្រើអញ្ចឹងហើយយើងលុបពាក្យចុចលើពាក្យ clear តានេះពាក្យ clear នៅខាងស្ដាំដៃយើងចុចទៅមកលុបបាត់អញ្ចឹងដើម្បីឲ្យបានរូបមន្តដូចមិញយើងត្រូវចេះពីរបៀបកំណត់បន្ទុកតាមមុខវិជ្ជារបស់គ្រូឧទាហរណ៍ថាមុខវិជ្ជាគ្រូប្រមាណ100តែបន្ទុក100ចុះទី9ខ្មែរឬក៏គណិតអញ្ចឹងយើងកំណត់បន្ទុក100យើងដើម្បីឲ្យបានថាតើនីតិ E ពីណាដល់ណាបន្ទុកវាយើងយក100នេះគុណនឹង 0.5 មកតែយើងដឹងនេះបន្ទុក100ណាតែមុខវិជ្ជាខ្លះបន្ទុក25យើងយក25គុណ 0.5 មកអញ្ចឹង E ចាប់ពីណាដល់ណាដែលយើងកំណត់ដូចនេះនីតិ E យើងតូចជាង90នេះសម្រាប់បន្ទុក100ដូចគ្នាដែរនីតិ DCBA នេះក៏យើងគុណនឹង 0.6.7 0.3 0.4 មកគឺប្រមាណយើងដាក់រៀងឲ្យស្រេចដើម្បីងាយណានេះបានប៉ុណ្ណឹងហើយគ្រូទៅចងរូបមន្តក្នុងតារារបស់យើងដែលយើងបានបង្កើតឲ្យស្រេចខ្ញុំអត់បង្ហាញពីរបៀបបង្កើតតារាទេខ្ញុំបង្ហាញពីរបៀបចងរូបមន្តនីតិអូតូដំបូងគ្រូចុចកន្លងនីតិប្រអប់ណាមួយមកចុចលើវាហើយយើងចុចមកកន្លែងខាងក្រោមនេះ F X ខាងក្រោមនេះចុចលើវាមួយទៀតមកដើម្បីយកអក្សរមកសរសេរចុចនេះបានអក្សរហើយដើម្បីចងរូបមន្តមុនដំបូងគ្រូដាក់សញ្ញាស្មើទៅមើលសញ្ញាស្មើចុចទៅមួយតាមមកយើងដាក់លក្ខខណ្ឌរបស់យើងគឺដាក់ if គេដាក់ if មក symbol នេះគឺលក្ខខណ្ឌហើយយើងបើកវងក្របញ្ចប់មួយតាមមកយើងទៅមើលកន្លងយើងខាងលើនៅខាងឆ្វេងនៃប្រអប់ដែលយើងចុចមិញចុចពេលមកប៉ក់មកវាលោតពី C3 នេះនេះជាជួររបស់ C ហើយលេខ3ចាប់លេខ3នេះទៅហើយយើងដាក់សញ្ញាតូចជាងយើងទៅមើលនីតិយើងមិញនីតិ F នេះតូចជាងប៉ុន្មានគឺតូចជាង75អញ្ចឹងយើងដាក់មកលេខ75មកការស្រេចតាមមកយើងក្បៀសមួយចុចសញ្ញាក្បៀសនេះក្បៀសនេះចុចវាមកហើយយើងដាក់ធ្មេញកណ្ដុរយើងមិនតូចជាង75គឺនីតិអីនីតិ F ធ្មេញកណ្ដុរហើយយើងដាក់ F មកហើយយើងចុចធ្មេញកណ្ដុរមួយទៀតបិទវិញរួចយើងក្បៀសដែរចាប់មកលក្ខខណ្ឌហើយចូលដល់មួយទៀតយើងដាក់ if ទៀត if មួយទៀតហើយបើកវងកញ្ចក់ដូចអាមុនដែរចុចលើខាងឆ្វេងប្រអប់នេះខាងលើមួយប៉ក់មកហើយយើងដាក់សញ្ញាតូចជាងមួយគ្រូសញ្ញាតូចជាងមិនយើងមើលតូចជាង75យក E តូចជាងណានេះ90រៀបបន្ទុកយើងនេះហើយស្រេច
thì tôi chiến cáo sập ní sầm rắp bình tụ mà rồi hạ sập thì đã máu lấy cao sập và ban phần năng hơi gì bị hơi những đặt thì trong một đặt thì đặt mình nhìn đó hơi chỉ đặt thì thì thầm á những đặt ý tới bị trên ý tôi này bật mình nhìn đó một tiếng cầm mới dân bị chấp bị lệ hành chấm bị lệ khán ghi vòng cái chọ với mình bợ mình bị đấy chứ gì đã ít một tiếng ai hỏi bợ vòng có chọ có một lực cru trách đôi muốn mà bệnh càng sẽ đâm vào ốc hàng lứa vậy nó ở những đại sinh nhà tôi chuyện cái lại ba sinh nhà tôi chiến nhưng từ mưa phần tụ dừng mà những chùa đợi ý hết đi tôi chiên vào rồi đạp cho những đại nó tôi chiên 10 rồi đạp cầm tàu hết chuyện đã biết hết mình chừng đầu ở những đại tỷ đây mình nhìn đó ý rồi đó đi ở những đặt mình chừng đó một cái bật tiền một mình ở những biết một chuyện chấp bay là khăn thì tôi là khăn thì buồn chuyện đã đi một tiếp ai ấy bờ con cò chó rúa chuyện cách mà bách thằng lư ở đây học thằng lư bán dân chấp đơm đã sinh nhá tôi chiên là đây chuyện đó là đi thì sorry xì tôi chuyện án và rồi và thầy thì đã nó tôi chiên 10 rồi mà thầy ban và ban năng hơi lũ cru được cru trâu tệ biết mùi chị ruột chứ đặt mình gần đó đã đi tê sườn chỗ đó đi tê xì đã xì thầu mó ở dựng bất mình gần đó chấp muốn là khẳng dưới các biết viên mùi tiết biết mùi tiết chỗ lẽ khăn bị trạc ai F ở đây bờ con cỏ chó bần cấp nó lục cru được cru thì cách thẳng lừa tiền một vậy tiền bợ con người chó hay là cách lừa tập nói những đã sinh nhá tốt chiến của màn thì bị tốt chiến mà nói xàm bạc chứ những đã mất tốt chiến đã lấy rồi nói sáng bạc ban phần năng hơi gì bị chấm bị hơi ban gì mình chỉnh đầu hết những này thì vào nhớ chuyện thì bị bất mình chỉnh đầu và chấm khó khả năng muối cơ vía đặc biệt là error này nhữngបញ្ហាđấy ởយើងbiếtមួយទៀតនៅមួយលក្ខខណ្ឌទៀតអញ្ចឹងយើងចូលដល់ if មួយ if បើវងក្រចកចុចខាងលើខាងឆ្វេងប្រអប់មួយបក់ហើយយើងដាក់សញ្ញាតូចជាងតែក្នុងនេះឌីទី A យើងអស់បន្ទុកទៅ150ហ្នឹងអញ្ចឹងយើងដាក់រីស្មើមួយទៀតមកតូចជាងណាតិចទេដាក់ស្មើមួយទៀតនេះសម្រាប់ទូរស័ព្ទដែលយើងចុចចឹងចេញមកអញ្ចឹងហើយបានយើងដាក់បន្ទុកយើង150បើយើងដាក់ទៅតូចជាងមានន័យថាបន្ទុក150វាអត់លូតចូលអញ្ចឹងយើងដាក់150មកចុងបញ្ចប់នេះដាក់រីស្មើប៉ុណ្ណាដាក់ស្មើមួយទៀតបន្ទាប់មកយើងបៀសមកប៉ក់យើងដាក់ថ្មិញចន្ទល់ហើយយើងដាក់ទេសយើងចូលពីជាលក្ខខណ្ឌចុងក្រោយបាទយើងបិទលុបអាក្បៀសតូចខាងក្រោយនេះមួយមកលុបវាចោលនេះបាទគេសល់អាក្បៀសតូចមិញក្រោយមួយក៏វាដាក់ error ដែរអញ្ចឹងយើងបិទវងកញ្ចក់វិញចំនួន6ដែរក៏វងកញ្ចក់យើងមិញ6បាទចឹងដាក់មក1 2 3 4 5 6ទៅលើក៏មិនបានខ្វះក៏មិនបានវាលុត error ទាំងអស់អញ្ចឹងគ្រប់6ហើយយើងធីកវាចូលមកពឹបនេះតាមត្រូវហើយតាមមកលោកគ្រូចាប់ដើមមិនដាក់គ្រប់កឡនទេបាទrồiខ្ញុំលុបនេះចូលតារាងខ្ញុំលុបលើខ្ញុំលុបតារាងនេះចូលទៅខ្ញុំតិចនេះណាលុបចូលហើយដាក់សិនពេលគ្រប់តារាងទៅកុំឲ្យវាបាទ
ចាស់ប៉ុណ្ណឹងហើយគឺមើលបើយើងមិញយើងចូលដៃសង្កត់លើអក្សរ S ពណ៌ក្រហមមិញហើយខ្ញុំកំណត់ពណ៌ក្រហមអានេះបើយើងពណ៌ខ្មៅយើងកំណត់ពណ៌អីក៏បានដែរខ្ញុំតិចសង្កត់លើវាមកពេកហើយខ្ញុំដកដៃសង្កត់ទៅវិញចូលពាក្យថា copy នេះអក្សរ COPY យកពាក្យហ្នឹងចុចទៅពេកមកហើយយើងចុចខាងក្រោមនេះចុចខាងក្រោមអាមិញមកយើងចុចចំណុចមូលខាងស្ដាំនេះយើងចុចបញ្ចប់ហើយយើងអូសឲ្យមកដល់ត្រឹមណាដែលយើងចង់បានមួយនេះដល់ត្រឹមនេះហើយយើងអូសមកលើវិញអូសមកលើយើងសង្កត់អាក្រោមនេះអាក្រោមអក្សរ S មិញណាសង្កត់ទៅចប់វាលុតពាក្យថាផាគូឃើញពាក្យផានេះបាទគូចុចលើវាមកនេះការស្រេចអត់ពិបាកធ្វើច្រើនដងនេះសំខាន់គឺយើងអូសមកដល់លើទៅបាទសង្កត់ម្ដងទៀតបាទយើងរកពាក្យផានឹងបាទលុតលើមកក្រោមពេលយើងបានប៉ុណ្ណឹងហើយយើងមើលឧទាហរណ៍ថាតនវិនីយើងបាន100ថា100លោតវិទ្យាយើង B ស្រីពេជ្រទទួលបានពិន្ទុតែ75នេះតិចមកវាបាន E នេះជាការស្រេចបាទនេះជាការកំណត់នីតិអូតូសម្រាប់ការប្រើប្រាស់ទូរស័ព្ទដៃ